បាទជំរាបសួរលោកគ្រូហើយជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយតាក់ទងជាមួយនឹង basic comment នៅក្នុង YouTube server អញ្ចឹងនៅក្នុង YouTube server ខ្ញុំនិយាយអំពី PWD តាក់ទងជាមួយនឹងsource correct directory អញ្ចឹងខ្ញុំចង់ដឹងថាខ្ញុំនឹងឆ្លងទីតាំងណាអញ្ចឹងបាទអញ្ចឹង PWD នេះគឺសរនៅទីតាំង user ដែលខ្ញុំនៅឆ្លងហើយបន្តមកទៀតខ្ញុំបង្ហាញ directory content ថាតើនៅក្នុង user របស់ខ្ញុំមានអ្វីខ្លះបាទអញ្ចឹងខ្ញុំបានសរ list ls ហ្នឹងគឺទីសរនៅ data របស់ខ្ញុំនៅក្នុង user ហើយបន្តមកទៀតគឺខ្ញុំចង់change directory ហើយ cd cd ខ្ញុំដាក់ឈ្មោះhd ហើយមួយទៀតគឺខ្ញុំចង់ចេញពី hd នេះវិញអញ្ចឹងខ្ញុំវាយ cd dot មកខ្ញុំអញ្ចឹងគឺវាចេញពី cd នេះមកវិញហើយបន្តមកទៀតខ្ញុំបង្ហាញនៅ cd flag go to root នឹង cd បាទអញ្ចឹងគឺវាចូលទៅកាន់data នេះទាំងអស់បាទអញ្ចឹងតមកខ្ញុំអត់បង្កើតនៅក្នុង row ទេចំពោះ type file name cd ហើយ នេះខ្ញុំចង់ពីទីហើយបន្តមកទៀតអញ្ចឹងខ្ញុំ create file txt ចឹងនេះ file ដែលខ្ញុំបានបង្កើតឲ្យ name .txt ហើយបន្តមកទៀតខ្ញុំset command echo ហ្នឹងគឺមានន័យថាចង់សរសេរជាអក្សរនៅក្នុង file ដែលខ្ញុំបានបង្កើត name .txt នេះអញ្ចឹងតមកខ្ញុំសរសេរ command echoហើយតមកខាងហ្នឹងគឺមានន័យថាចង់បង្ហាញថានៅក្នុង file ហ្នឹងគឺថា file របស់យើងមានអក្សរអ្វីខ្លះហើយបាទអញ្ចឹងខាងហ្នឹងគឺមានន័យថាបង្ហាញពី text ដែលយើងបានសរសេរនៅក្នុង file របស់យើងហើយតមកគឺនេះចាំខ្ញុំបានសរសេរវាបានបង្ហាញរួចមកហើយបន្តមកទៀតគឺcopy resource ហ្នឹងបាទអញ្ចឹងខ្ញុំត្រូវ copy resource file មួយគឺចូលនៅក្នុង folder hd នេះហើយ .txt អញ្ចឹងខ្ញុំ copy file ហ្នឹងគឺចូលនៅក្នុងhd
cd ខ្ញុំលីបង្ហាញថាតើនៅក្នុង HD ហ្នឹងគឺបាន copy បានឬមិនបានបាទអញ្ចឹងគឺខ្ញុំបាន copy បានសម្រេចហើយពី name file ហើយយើងខ្ញុំចង់ចេញពីវាវិញដើម្បីចេញពីហើយបន្តមកទៀតខ្ញុំនិយាយតទៅជាមួយនឹង comment cm delete file sorry ខ្ញុំច្រឡំថាខ្ញុំចង់ delete name file name នេះចេញបាទអញ្ចឹងខ្ញុំបាន delete បានសម្រេចហើយនៅក្នុងuser បាទបន្តមកទៀតគឺខ្ញុំចង់កើតនៅ directory ថ្មីអញ្ចឹង comment នេះគឺនិយាយទៅដល់ជាមួយនឹង create directory ទៅមកខ្ញុំកើតនៅ directory ថ្មីហើយខ្ញុំដាក់ឈ្មោះ name file name ទៅបាទអញ្ចឹងខ្ញុំបានបង្កើតនៅ directory ថ្មីបានសម្រាប់ហើយបន្តមកខ្ញុំចង់ delete remove directory វិញដែលมันមាន file នៅក្នុង directory នេះបាទអញ្ចឹងខ្ញុំបាន delete បានសម្រាប់ហើយចំពោះ file ឈ្មោះ Python តែខ្ញុំបានបង្កើតមិញនេះហើយបន្តមកទៀតខ្ញុំចង់បង្កើតនៅ directory ថ្មីដែលមាន file នៅក្នុង directory ហ្នឹងដែលយើងដាក់ ca ខ្ញុំចង់ដឹងថាវាបានបង្កើតបានស្បែកបាទអញ្ចឹងឈ្មោះ directory ca នេះគឺបានសម្រេចហើយការបង្កើតហើយបន្តមកទៀតខ្ញុំចង់បង្កើតfile មួយនៅក្នុង directory ហ្នឹងអញ្ចឹងខ្ញុំចូលទៅ ca ហ្នឹងដើម្បីបង្កើតនៅ file បាទអញ្ចឹងខ្ញុំបានចូលហើយបន្តមកខ្ញុំបង្កើតនៅឈ្មោះ file បាទអញ្ចឹងខ្ញុំបានបង្កើតfile មួយនៅក្នុង directory ហើយបន្តមកទៀតខ្ញុំចង់អញ្ចឹងខ្ញុំត្រូវចេញពី directory ca ហ្នឹងហើយបន្តមកទៀតខ្ញុំចង់ directory remove directory ឈ្មោះ ca ហ្នឹងដែលមាន file នៅក្នុងហ្នឹងហើយបាទ
ចឹងខ្ញុំបាន remove បានសម្រេចហើយចំពោះ directory ដែលឈ្មោះ CA ដែលមាន file នៅក្នុងនេះអញ្ចឹងមានតែប៉ុណ្្នឹងទេលោកគ្រូសូមអរគុណនិងជំរាបលា